សួស្តីអ្នកទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំសូមធ្វើការចែករំលែកទាក់ទងជាមួយនឹងរបៀបនៃការគ្រប់គ្រងកម្ដៅសម្រាប់កុមារក្តៅខ្លួននៅពេលដែលកុមារនឹងកើតជំងឺគ្រុនឈាមពីព្រោះថាជំងឺគ្រុនឈាមឪពុកម្ដាយមួយចំនួនដែលគាត់ធ្លាប់ឆ្លងកាត់ឬក៏លោកគ្រូអ្នកគ្រូពេទ្យមួយចំនួនគាត់ដឹងហើយថាជំងឺគ្រុនឈាមបញ្ហាដែលចម្បងរបស់វាគឺការក្តៅខ្លួនខ្លាំងហើយអត់ងាយចុះត្រជាក់ទេនៅពេលដែលយើងឲ្យថ្នាំបញ្ចុះកម្ដៅណាប៉ុន្តែតកតងជាមួយនឹងអាការៈក្តៅខ្លួននៅក្នុងជំងឺគ្រុនឈាមអ្នកជំងឺហើយនឹងគ្រូពេទ្យមានការគិតផ្ទុយគ្នានៅក្នុងដំណាក់កាលក្តៅខ្លួនគ្រូពេទ្យគាត់អត់បារម្ភទេតកតងជាមួយនឹងជំងឺគ្រុនឈាមគាត់អត់ភ័យអត់បារម្ភទេបាននៅតាមដានធម្មតាប៉ុន្តែអត់ភ័យតកតងជាមួយនឹងគ្រោះថ្នាក់ដល់ជីវិតសម្រាប់កុមារនឹងទេប៉ុន្តែសម្រាប់ឪពុកម្ដាយក្មេងវិញឬក៏ឪពុកម្ដាយអ្នកជំងឺនៅពេលដែលកូនគាត់ក្តៅខ្លួនខ្លាំងអត់ព្រមបាត់គាត់ភ័យខ្លាំងមែនទែនអញ្ចឹងត្រង់ចំណុចហ្នឹងដែលខ្ញុំលើកយកមកធ្វើវីដេអូនេះបង្ហាញដើម្បីសង្កត់ធ្ងន់កន្លែងហ្នឹងតើយើងគួរគ្រប់គ្រងកម្ដៅម៉េចនៅពេលដែលកូនយើងក្តៅខ្លួនអត់ត្រជាក់ហ្នឹងជាទូទៅនៅពេលដែលយើងយកកូនទៅសម្រាកនៅមន្ទីរពេទ្យមិនថានៅតាមគ្លីនិកឯកជនមិនថានៅមន្ទីរពេទ្យរដ្ឋនៅពេលដល់ម៉ោងឲ្យថ្នាំគេឲ្យហើយគេណែនាំយើងឲ្យជូតទឹកបន្ទាប់មកគេមានម៉ោងគេឲ្យថ្នាំទៀតគេមិនមែនថាឲ្យតែក្តៅឲ្យគឺអត់ទេពីព្រោះថាជំងឺគ្រុនឈាមបើសិនជាកូននឹងក្តៅខ្លួន40អង្សាសេយើងឲ្យថ្នាំប៉ារ៉ាថ្នាំបញ្ចុះកម្ដៅគឺឲ្យតែប៉ារ៉ាមួយមុខទេអត់មានថ្នាំអីផ្សេងក្រៅពីនឹងទេក្រោយពេលដែលយើងឲ្យថ្នាំប៉ារ៉ាសេតាមុលមួយដូសត្រឹមត្រូវបានកម្រិតត្រឹមត្រូវតាមទម្ងន់របស់កូនយើងហើយកូននឹងក្តៅ40អាចថាកូននឹងមកចុះត្រឹម38កន្លះឬក៏ចុះត្រឹម39มันអាចចុះមកតិចត្រឹម37ឬក៏36កន្លះគឺអត់ទេជំងឺគ្រុនឈាមគឺអញ្ចឹងក្រោយពេលឲ្យថ្នាំហើយកូនតិចអស់ដូចថាកូនក្តៅ40តិចអស់ត្រឹម38ឬក៏38កន្លះគឺអស់ហើយតិចអស់ប៉ុណ្ណឹងតិចបានហើយជា1ម៉ោងឬក៏2ម៉ោងក្រោយកូននឹងចាប់ផ្ដើមក្តៅទៅ40វិញឬក៏អាចក្តៅលើសពីនឹងទៀតអញ្ចឹងត្រង់ចំណុចហ្នឹងដែលឪពុកម្ដាយគាត់តែងនៅបារម្ភគាត់ភ័យណានៅពេលដែលកូនគាត់អត់តិចគាត់ភ័យហើយពេទ្យគាត់ឲ្យថ្នាំម្ដងហើយគាត់ណែនាំថាឥឡូវកូននឹងឲ្យថ្នាំម៉ោងហ្នឹងចាំ6ម៉ោងក្រោយចាំឲ្យលេបម្ដងទៀតប៉ុន្តែគាត់អត់ទេឪពុកម្ដាយនៅពេលដែលកូនគាត់ឲ្យថ្នាំហើយបាន1ម៉ោង2ម៉ោងក្រោយក្តៅខ្លួនទៀតអញ្ចឹងគាត់ភ័យគាត់លួចឲ្យថ្នាំអញ្ចឹងជាចំណុចហ្នឹងជាចំណុចដែលគ្រោះថ្នាក់ជំងឺគ្រុនឈាមជាទូទៅភាគរយដែលស្លាប់ដោយសារជំងឺគ្រុនឈាមគឺតិចប៉ុន្តែភាគរយដែលស្លាប់នៅក្នុងជំងឺគ្រុនឈាមគឺដោយសារតែការប្រើថ្នាំខុសហ្នឹងឯងពីព្រោះថាគ្រូពេទ្យមួយចំនួននៅតាមជនបទស្រុកស្រែឲ្យតែក្មេងក្តៅខ្លួនគាត់ច្រើនតែចាក់ប៉ារ៉ាសេតាមុលបូកជាមួយនឹងដេកសាមេតាសូនជាពពួកស្ទីរ៉ុយណាគេពួកសេតអញ្ចឹងអាពពួកដេកសាពពួកស្ទីរ៉ុយហ្នឹងវាប្រឆាំងជាមួយនឹងកំណកឈាមវាធ្វើឲ្យមានការហូរឈាមនៅក្នុងកាពះក្នុងអីចឹងណាអញ្ចឹងបើសិនជាកូននឹងគ្រុនឈាមយើងប្រើថ្នាំប្រភេទហ្នឹងទៅទៀតវាងាយឲ្យហូរឈាមក្នុងកាពះអញ្ចឹងកូននឹងគ្រុនឈាមហើយយើងប្រើថ្នាំដូចពួកដេកសាហ្នឹងទៀតអញ្ចឹងធ្វើឲ្យកូននឹងហូរឈាមនៅក្នុងពោះបត់ជើងមកចេញលាមកពណ៌ខ្មៅអាខ្មៅសាច់ឈាមវាហូរក្នុងពោះណាតិចម្ដងអូបន្លាយពេលយូរទៅធ្វើឲ្យកូននឹងចាប់ផ្ដើមស្រេកស្លាំងដោយសារតែវាបាត់គ្រាប់ឈាមក្រហមច្រើនដល់ពេលទៅមន្ទីរពេទ្យជួទៅឃើញអ៊ីម៉ូក្លូប៊ីនចុះទាបគ្រាប់ឈាមក្រហមចុះទាបអញ្ចឹងទៅអានឹងតកតងមួយការប្រើថ្នាំខុសមួយទៀតតកតងជាមួយនឹងការប្រើថ្នាំបញ្ចុះកម្ដៅហ្នឹងបើសិនជាយើងប្រើអត់ដឹងពីកម្រិតប្រើអត់ដឹងពីពេលវេលាត្រូវផ្ដល់ឲ្យយូរទៅវាធ្វើឲ្យកូននឹងពុលថ្លើមកាលណាកូនយើងមានគ្រុនឈាមហើយបូកជាមួយនឹងពុលថ្លើមដោយសារការប្រើថ្នាំមិនបានត្រឹមត្រូវទៀតកូននឹងអាចធ្ងន់ស្លាប់ដោយសារតែតុកស៊ីកថ្លើមនឹងគឺពុលថ្លើមដោយសារការប្រើថ្នាំនឹងសម្រាប់ការក្តៅខ្លួនក្នុងជំងឺផ្សេងក្រៅពីគ្រុនឈាមដូសប៉ារ៉ាសេតាមុលគេឲ្យចន្លោះពី10ទៅ15មីលីក្រាមក្នុង1គីឡូក្នុងការផ្ដល់ឲ្យម្ដងឥឡូវថតថាកូនយើង10គីឡូអញ្ចឹងបើសិនកូនយើងក្តៅខ្លាំងយើងអាចឲ្យ15មីលីក្រាមក្នុង1គីឡូអញ្ចឹងយើងយក15គុណនឹង10វាស្មើនឹង150មីលីក្រាមអញ្ចឹងយើងឲ្យម្ដងគឺប៉ុណ្ណឹងមួយថ្ងៃអាចឲ្យបាន4ដង4ទៅ5ដងឬក៏យើងអាចឲ្យ6ទៅ8ម៉ោងម្ដងឬក៏4ទៅ6ម៉ោងម្ដងអាហ្នឹងសម្រាប់ជំងឺក្តៅខ្លួនផ្សេងក្រៅពីគ្រុនឈាមណាប៉ុន្តែនៅក្នុងជំងឺគ្រុនឈាមថ្នាំដែលគេឲ្យគឺគេឲ្យអត់ឲ្យដូសខ្ពស់ចឹងទេគេឲ្យតែ10មីលីក្រាមក្នុង1គីឡូក្នុងការផ្ដល់ឲ្យម្ដងទេហើយមួយថ្ងៃគេឲ្យតែ4ដងទេបានន័យថា
6 ម៉ោងគេឲ្យម្ដងអញ្ចឹងក្រោយពេលដែលយើងឲ្យម្ដងនឹងហើយតទៅ6 ម៉ោងក្រោយបើយើងឲ្យម្ដងទៀតទោះបីជាចន្លោះពេលហ្នឹងកូនយើងក្តៅខ្លួនក៏ដោយអញ្ចឹងយើងអត់ត្រូវឲ្យថ្នាំទៀតទេអ្វីដែលយើងត្រូវធ្វើគឺយើងជូតខ្លួនក្មេងហ្នឹងជាមួយទឹកត្រជាក់យើងហ្នឹងទឹកធម្មតារបស់យើងហ្នឹងអាទឹកដែលយើងបើកពីក្បាលរ៉ូម៉ាណេធម្មតាហ្នឹងលាយជាមួយទឹកក្តៅអ៊ុនៗទៅយើងជ្រលក់កសែងពោតឲ្យសើមយើងមកជូតលើខ្លួនកូនយើងឲ្យស្អំទៅចាំដល់ម៉ោងចាំយើងឲ្យថ្នាំប៉ុន្តែឪពុកម្ដាយខ្លះគាត់អត់ធ្វើយ៉ាងនេះពេទ្យឲ្យម្ដងអញ្ចឹងទៅ1 ម៉ោងក្រោយឬក៏2 ម៉ោងក្រោយកូនក្តៅទៀតគឺគាត់ចាប់ដើមលួចឲ្យថ្នាំយើងអត់ថងចំណុចហ្នឹងគាត់ឲ្យអញ្ចឹងទៅ1 ម៉ោង 2 ម៉ោងក្រោយកូនក្តៅទៀតគាត់ឲ្យទៀតអញ្ចឹងវាលើសកម្រិតឲ្យមួយថ្ងៃហើយមួយថ្ងៃទៀតយូរទៅកូនហ្នឹងអត់មានអាការៈធូរស្បើយគឺកាន់តែធ្ងន់ធ្ងរទៅដល់ពេលកូនហ្នឹងប្រឈមមុខជាមួយសេចក្តីស្លាប់គឺស្លាប់ដោយសារតែការពុលថ្លើមហ្នឹងអញ្ចឹងបើសិនជាគេយកកូនហ្នឹងទៅសង្គ្រោះបន្ទាន់នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់មិនមែនសង្គ្រោះតែជំងឺគ្រុនឈាមហ្នឹងទេគឺសង្គ្រោះអាការៈពុលថ្លើមហ្នឹងកូនគ្រុនឈាមហ្នឹងបូកមួយពុលថ្លើមនេះគឺធ្ងន់អត្រាស្លាប់គឺច្រើនប៉ុន្តែបើសិនជាកូននឹងគ្រុនឈាមគ្រាន់តែក្តៅខ្លួនទេគឺអត់ងាយស្លាប់ទេហើយចំណុចមួយទៀតគឺថានៅពេលដែលកូននឹងគ្រុនឈាមដូចខ្ញុំបញ្ជាក់ខាងដើមអញ្ចឹងដំណាក់កាលក្តៅខ្លួនរបស់ជំងឺគ្រុនឈាមកូននឹងចាប់ផ្ដើមឈឺថ្ងៃទី1ទី2ទី3ក្តៅខ្លួនខ្លាំងណាស់38 39 40អញ្ចឹងទៅដល់ពេលចូលដល់ថ្ងៃទី4ទី5ចាប់ផ្ដើមចុះត្រជាក់អញ្ចឹងថ្ងៃទី1ទី2ទី3អាពេលដែលក្តៅខ្លួនខ្លាំងហ្នឹងពេទ្យគេអត់សូវបារម្ភទេអញ្ចឹងបានគេប្រាប់ថាឲ្យថ្នាំម្ដងអញ្ចឹងទៅ6 ម៉ោងក្រោយចាំឲ្យទៀតបើសិនជាក្តៅយើងជូតខ្លួនទៅហើយដល់ពេលដំណាក់កាលចុះត្រជាក់ដំណាក់កាលហ្នឹងនៅថ្ងៃទី4ទី5ឬក៏24ទៅ48ម៉ោងហ្នឹងដំណាក់កាលហ្នឹងគឺពេទ្យបារម្ភខ្លាំងមែនទែនគឺដំណាក់កាលហ្នឹងហើយត្រូវតាមដានច្រើននៅដំណាក់កាលហ្នឹងប៉ុន្តែឪពុកម្ដាយអាណាព្យាបាលរបស់អ្នកជំងឺគឺគិតផ្ទុយពីពេទ្យវិញដល់ពេលដំណាក់កាលថ្ងៃទី4ទី5ឬក៏24ម៉ោងទៅ48ម៉ោងនៅពេលដែលកូនចុះត្រជាក់ហ្នឹងគាត់សុវត្ថិចិត្តគាត់លែងបារម្ភគាត់គិតថាកូនគាត់ជាប៉ុន្តែអត់ទេជំងឺគ្រុនឈាមនៅពេលដែលកូនចុះត្រជាក់គឺជាដំណាក់កាលស្លាប់រស់បានន័យថាកូនអាចស្លាប់នៅក្នុងដំណាក់កាលហ្នឹងអាចរស់ក៏ក្នុងដំណាក់កាលហ្នឹងដែរអញ្ចឹងបើសិនជាកូននឹងចុះត្រជាក់ឆ្លងផុតរយៈពេល24ម៉ោងទៅ48ម៉ោងគឺកូននឹងរស់មកវិញនឹងជាសះស្បើយ 100% ប៉ុន្តែបើសិនជាចន្លោះពេល24ម៉ោងទៅ48ម៉ោងហ្នឹងកូនចាប់ផ្ដើមមានសញ្ញាធ្ងន់ដូចជាកូននឹងចាប់ផ្ដើមអត់លេងអត់ញ៉ាំអត់នោមនិយាយទៅសភាពវាគឺដេកស្ទះអាហ្នឹងគឺកូននឹងធ្ងន់ដែរចាប់ផ្ដើមដំណាក់កាលហ្នឹងគឺត្រូវការសង្គ្រោះបន្ទាន់នៅដំណាក់កាលហ្នឹងអញ្ចឹងបានឪពុកម្ដាយមួយចំនួនត្រូវយល់ដឹងត្រង់ហ្នឹងនៅពេលដែលក្តៅខ្លួនយើងឲ្យថ្នាំតាមពេទ្យទៅពីព្រោះថាគ្រុនឈាមទោះបីយើងប្រឹងឲ្យថ្នាំប៉ុណ្ណាក៏ដោយក៏វាអត់ចុះត្រជាក់មកធម្មតាដែរទោះបីជាកូននឹងក្តៅ40អង្សាយើងឲ្យមក2ម៉ោងនឹងហើយ2ម៉ោងក្រោយយើងឲ្យទៀតក៏វាមិនអាចចុះមកត្រឹម36កន្លះដែរវាចុះអស់ត្រឹម38កន្លះបើសិនជាកូននឹងក្តៅ39វាអាចចុះមកត្រឹម38ឬក៏37 8អញ្ចឹងទៅវានៅតែក្តៅដដែលនឹងហើយក្តៅចុះត្រជាក់បានប៉ុណ្ណឹងហើយ1ម៉ោងទៅ2ម៉ោងក្រោយវាស្ទុះឡើងទៅវិញទៀតដែរក្តៅសឹងឲ្យលើសដើមឧទាហរណ៍ថាក្តៅដំបង39ហ្នឹងឲ្យថ្នាំឲ្យបាន1ម៉ោង2ម៉ោងចុះបាន37.8ឬក៏38អញ្ចឹងទៅបាន1ម៉ោងក្រោយវាចាប់ដើមឡើងវឹបស៊ូមអាចឡើងដល់40វិញគឺវាក្តៅខ្លាំងអញ្ចឹងទោះបីយើងឲ្យថ្នាំញឹកប៉ុណ្ណាក៏ដោយក៏អត់ត្រជាក់មកធម្មតាដែរអញ្ចឹងយើងមិនបាច់ចាំព្យាយាមឲ្យថ្នាំទេយើងឲ្យតែតាមពេទ្យប្រាប់ទៅកម្រិតឲ្យគឺ10មីលីក្រាមក្នុង1គីឡូក្នុងការផ្ដល់ឲ្យម្ដងត្រង់ចំណុចនេះពុកម្ដាយមិនបាច់ដឹងទេព្រោះថាកូនគ្រុនឈាមយើងមិនមែនព្យាបាលនៅផ្ទះទេគឺយើងព្យាបាលនៅពេទ្យអញ្ចឹងពេទ្យគេឲ្យថ្នាំគេដឹងពីកម្រិតហើយអញ្ចឹងពុកម្ដាយមិនបាច់ចាំពីកម្រិតទេចាំតែពេលវេលាត្រូវឲ្យទៅបានហើយយើងឲ្យម្ដងអញ្ចឹងទៅហើយយើងមើលម៉ោងយើងឲ្យម៉ោងប្រហែលរយៈពេល6ម៉ោងក្រោយត្រូវឲ្យម្ដងទៀតដល់ម៉ោងហ្នឹងយើងឲ្យហើយចន្លោះពេលដែលយើងមិនទាន់ដល់ម៉ោងត្រូវឲ្យថ្នាំហ្នឹងកូនយើងក្តៅខ្លួនយើងជូតខ្លួនមកយកតភ្លើងអង្គុយជូតអញ្ចឹងទៅធ្វើម៉េចទេអាហ្នឹងវាតម្រូវឲ្យអញ្ចឹងហើយកូនយើងឆ្លងផុតតាដំណាក់កាលថ្ងៃទី4ទី5ក្រោយពេលវាចុះត្រជាក់ឆ្លងផុត24ម៉ោងទៅ48ម៉ោងកូននឹងស្ដែងចេញរោគសញ្ញាធូរស្បើយដូចជាកូននឹងចាប់ផ្ដើមឃ្លានញ៉ាំបានធម្មតាកូននឹងចាប់ផ្ដើមនោមមានទឹកនោមចាប់ផ្ដើមចេញលមាស់កទួលនៅលើស្បែកកូនចាប់ផ្ដើមអេសណាអេសដូចស្វាអញ្ចឹងអេសចុះអេសឡើងអេសនៅដៃអេសនៅអីអញ្ចឹងទៅអាហ្នឹងជាសញ្ញាជាសះស្បើយហើយមានកទួលក្រហមនៅកន្លែងវាអេសហ្នឹងកាលណាកូនយើងចុះត្រជាក់ខ្លួនហើយបាន24ម៉ោងទៅ48ម៉ោងចេញសញ្ញាទាំងអស់ហ្នឹងបានថាកូនយើងជាសះស្បើយហើយ
Giống cả na trên nhà phần năng bông đáy lên bờ rõm ấy thở ta vài chật phù cầu những chlong phật đầm nạ ca cột nại phần tái đầm nạ ca đai luôn chừng người còn chiếm mình ai chơi không mấy năng slap tế phần tái bờ bông đáy lùi đòi tham bờ đẹp đá câu năng ai bị cho một trong mùi dịch đầy slap để xa tại cả phố tháo để xa cả lừa cầm rấtในการ ឲ្យ ឆ្នាំ ហើយ មួយ ទៀត នៅ ពេល ដែល កូន យើង ក្តៅ ខ្លួន ខ្លាំង ទៅ កម្ម វិធី ពេទ្យ លោក គ្រូ អ្នក គ្រូ ពេទ្យ មួយ ចំនួន នៅ តាម ជនបទ ស្រុក ស្រែ មុន នឹង ឲ្យ ឆ្នាំ ត្រូវ គិត ឲ្យ ច្បាស់ ផង តាម រដូវ វា ដែរ បើ រដូវ គ្រុនឈាម យើង ត្រូវ គិត គ្រុនឈាម មុន គេ បើ សិន ជា យើង មាន តេស្ត មើល គ្រុនឈាម យើង មើល មួយ ចោល ទៅ បើ សិន ជា មើល ទៅ អត់ ឃើញ ទេ អា ហ្នឹង យើង ចង់ វាយ លេខ សារ វាយ ទៅ ប៉ុន្តែ បើ សិន ជា មើល ឲ្យ មាន ជិះ បាន ជិះ ទៅ បើ យល់ ល្អ ប្រើ តែ ថ្នាំ បញ្ចុះ កម្ដៅ ធម្មតា មក ប្រើ ប៉ារ៉ាសេតាមុល ឲ្យ ព្យាបាល រោគ សញ្ញា ផ្សេងៗ ទៀត ទៅ ឲ្យ តាម ដាន ទៅ បើ សិន ជា កូន នឹង មិន ធូរ ស្បើយ យើង អត់ មាន លទ្ធភាព ជួស ឈាម មើល យើង អាច បញ្ជូន គេ ទៅ កម្ម វិធី ពេទ្យ ទៅ អា ហ្នឹង ដើម្បី សុវត្ថិភាព ទាំង អស់ គ្នា ណា ហើយ ឪពុកម្ដាយ ក៏ ដូច គ្នា ដែរ ពេល ដែល កូន ក្តៅ ខ្លួន ខ្លាំង ចម្លែក គឺ ត្រូវ យក ចិត្ត ទុកដាក់ គិត ទៅ ដល់ គ្រុនឈាម ជា ពិសេស គឺ រដូវ ភ្លៀង កាល ណា ចូល ដល់ រដូវ ភ្លៀង កូន ឈឺ ក្តៅ ខ្លួន ខ្លាំង នៅ រដូវ ហ្នឹង យើង ត្រូវ គិត គ្រុនឈាម មុន គេ ហើយ ដល់ ពេល ឆ្លង ផុត ពី រដូវ ភ្លៀង ចូល រដូវ ប្រាំង គឺ គេ លែង សូវ ខ្វល់ ហើយ រឿង គ្រុនឈាម មិន ថា វា អត់ មាន ទេ បង្ហាញ ថា 90% ជាង គឺ មិន មែន គ្រុនឈាម ទេ ក្នុង រដូវ ប្រាំង ណា ប៉ុន្តែ ចូល ដល់ រដូវ ភ្លៀង គឺ ភាគច្រើន គឺ គ្រុនឈាម ដោយ សារ រដូវ ភ្លៀង វា សម្បូរ មូស ខ្លា អញ្ចឹង វា អាច ធ្វើ ឲ្យកូន ហ្នឹង ប្រឈម មួយ គ្រុនឈាម ច្រើន អញ្ចឹង សរុប មក វិញ ក្នុង វីដេអូ នេះ ខ្ញុំ ចង់ សង្ខេប រួម តាក់ទង ជាមួយ នឹង ការ ប្រើ ថ្នាំ បញ្ចុះ កម្ដៅ ហើយ នឹង របៀប នៃ ការ គ្រប់គ្រង កម្ដៅ ដល់ កុមារ ក្នុង ករណី គ្រុនឈាម ពុកម្ដាយ ត្រូវ ដឹង ថា គ្រុនឈាម ក្តៅ ខ្លួន ខ្លាំង ណាស់ ឲ្យ ថ្នាំ បញ្ចុះ កម្ដៅ មិន គាត់ អត់ ចុះ ដែរ អត់ ចុះ ត្រជាក់ ដែរ បើ ណា ចុះ ដែរ តែ វា ចុះ ត្រជាក់ ក្នុង កម្រិត ក្តៅ ដូច គ្នា ដូច ខ្ញុំ បញ្ជាក់ ខាង ដើម អញ្ចឹង បើ កូន ក្តៅ 40 ឲ្យ ថ្នាំ ទៅ ចុះ ត្រឹម 39 ឬ ក៏ 38 វា អាច ចុះ មក ដល់ 36 កន្លះ 37 អី ទេ វា មិន អាច ទេ អញ្ចឹង យើង ឲ្យ ថ្នាំ គិត ពី កម្រិត ត្រឹមត្រូវ ហើយ នឹង ម៉ោង ដែល ត្រូវ ផ្ដល់ ត្រឹមត្រូវ មិន ទាន់ ដល់ ម៉ោង ឲ្យ គឺ យើង ត្រូវ ជូត ខ្លួន សិន ជូត ខ្លួន កូន នឹង ធ្វើ ម៉េច ទេ អា ហ្នឹង យើង ត្រូវ តែ វា អត់ ល្ងួយ យើង ត្រូវ មាន គ្នា ដាក់ វេន គ្នា ទៅ អា ហ្នឹង វា ជា ទូទៅ វា អញ្ចឹង កូន ដែល ឈឺ គ្រុនឈាម ចាប់ ឈឺ ពី ថ្ងៃ ទី 1 ទី 2 ទី 3 ទី 4 កូន នឹង ក្តៅ ខ្លួន ដំណាក់ កាល ហ្នឹង អាច កូន ខ្លះ អាច 3 ថ្ងៃ កូន ខ្លះ អាច 4 ថ្ងៃ អញ្ចឹង ទៅ ហើយ ចូល ដល់ ថ្ងៃ ទី 4 ទី 5 កូន នឹង ចាប់ ដើម ត្រជាក់ ចូល ដល់ ថ្ងៃ ទី 6 ទី 7 កូន នឹង ជា អញ្ចឹង និយាយ ទៅ គឺ មួយ អាទិត្យ រយៈ ពេល វា មួយ អាទិត្យ ហ្នឹង ណា ចាប់ ពី ឈឺ រហូត ដល់ ជា សះស្បើយ គឺ មួយ អាទិត្យ អញ្ចឹង សរុប មក វិញ ជំងឺ គ្រុនឈាម ភាគរយ តិច ណាស់ ដែល ស្លាប់ ដោយ សារ ជំងឺ គ្រុនឈាម ប៉ុន្តែ មូលហេតុ ដែល ធ្វើ ឲ្យ គ្រុនឈាម នឹង ស្លាប់ ដោយ សារ ការ ប្រើ ថ្នាំ ខុស ហើយ នឹង ការ ប្រើ ថ្នាំ លើស កម្រិត អញ្ចឹង អ្វី ដែល ខ្ញុំ ចង់ ផ្ដោត សំខាន់ គឺ ត្រង់ ចំណុច ហ្នឹង អញ្ចឹង ឪពុកម្ដាយ ដែល មាន កូន តូច ស្ដាប់ វីដេអូ នេះ ហើយ អាច យក ជា ប្រយោជន៍ បាន ហើយ មើល កូន ដោយ ប្រុង ប្រយ័ត្ន ពី ព្រោះ ថា ឪពុកម្ដាយ មួយ ចំនួន តាម ស្រុក ស្រែ ជនបទ ណា ដល់ ពេល ដែល កូន គាត់ ក្តៅ ខ្លួន ប៉ារ៉ាសេតាមុល គាត់ ស្គាល់ សឹង តែ ទាំង អស់ គ្នា ស្គាល់ ប៉ារ៉ាសេតាមុល ហើយ ប្រើ ថ្នាំ អត់ ដឹង អី ទេ ក្មេង ខ្លះ តែ 2 ឆ្នាំ ឯង គាត់ ឲ្យ ដល់ 500 មីលីក្រាម មួយ គ្រាប់ ណា ហើយ ក្មេង ខ្លះ 2 ឆ្នាំ ដែរ គាត់ កាច់ ដែរ តែ កាច់ ជា 2 យើង វា នៅ តែ លើ កម្រិត ដដែល ហ្នឹង យើង ឲ្យ ថ្នាំ ត្រូវ គិត គីឡូ ក្មេង នឹង ប្រហែល គីឡូ ហើយ ប៉ារ៉ាសេតាមុល ដែល គេ អាច ឲ្យ ហ្នឹង គឺ ចន្លោះ ពី 10 ទៅ 15 មីលីក្រាម ក្នុង 1 គីឡូ ឧទាហរណ៍ ថា កូន នឹង 10 គីឡូ បើ យើង ចង់ ឲ្យ 10 មីលីក្រាម ក្នុង 1 គីឡូ យើង យក 10 គុណ នឹង 10 មក តែ បើ សិន ជា យើង ចង់ ឲ្យ 15 មីលីក្រាម ក្នុង 1 គីឡូ យើង យក 15 គុណ គីឡូ ក្មេង ទៅ បើ កូន នឹង 10 គីឡូ យក 15 គុណ នឹង 10 មក វា ឃើញ 150 មីលីក្រាម ហើយ អញ្ចឹង មួយ ថ្ងៃ យើង ឲ្យ ប៉ុណ្ណឹង ម្ដង យើង ឲ្យ ប៉ុណ្ណឹង មួយ ថ្ងៃ យើង អាច ឲ្យ បាន 4 ដង ទៅ 5 ដង អញ្ចឹង ទៅ អា ហ្នឹង ជា កម្រិត ត្រឹមត្រូវ ណា អញ្ចឹង ក្នុង វីដេអូ នេះ ខ្ញុំ សង្ឃឹម ថា នឹង អាច ផ្ដល់ ជា ប្រយោជន៍ ច្រើន ដល់ ឪពុកម្ដាយ មួយ ចំនួន ដែល មាន កូន តូច ជា ពិសេស កូន ដែល មាន ជំងឺ គ្រុនឈាម សង្ឃឹម ថា គាត់ យល់ ដឹង ច្រើន ក្នុង ការ ថែទាំ កូន បើ សិន ជា គាត់ យល់ ក្នុង ចំណុច ហ្នឹង ណា ព្រោះ បើ សិន ជា គាត់ អត់ យល់ ទេ គាត់ ល្អូ ថា កូន គាត់ ក្តៅ ខ្លួន ពេទ្យ មិន មើល មិន អី ចឹង ណា ធ្លាប់ ជួប ធ្វើ ការ នៅ មន្ទីរ ពេទ្យ អី ចឹង កូន ក្តៅ ខ្លួន គាត់ ងាក ហៅ ពេទ្យ ងាក ហៅ ពេទ្យ ឃើញ កូន គាត់ ក្តៅ ណា ហើយ ចឹង ពេទ្យ មាន បាន ដេក ទេ កន្លះ ម៉ោង ហៅ 1 ម៉ោង ហៅ ថា កូន គាត់ ក្តៅ អត់ បាត់ សោះ តាម ពិត សញ្ញា វា ទូទៅ វា អញ្ចឹង បើ សិន យើង យល់ យើង អត់ បារម្ភ ទេ យើង យល់ យើង ដឹង ថា កូន គ្រុនឈាម វា ក្តៅ អញ្ចឹង ហើយ អញ្ចឹង យើង ឲ្យ ថ្នាំ ហើយ យើង ជូត ខ្លួន បន្ថែម ទៅ ដល់ ម៉ោង យើង ឲ្យ ថ្នាំ ទៀត ទៅ បើ សិន ជា គាត់ អត់ យល់ ងាក ហៅ ពេទ្យ ងាក ហៅ ពេទ្យ យូរ សឹង តែ ពេទ្យ ហ្នឹង មិន បាច់ បាន ដេក ទេ ដោយសារ តែ អ្នក ជំងឺ គាត់ ហៅ ញាក់ ពេក ណា ជា ធម្មតា គាត់ បារម្ភ វា បារម្ភ ហើយ កូន ឈឺ វា ណា ក៏ បារម្ភ ដែរ ប៉ុន្តែ វា មាន តាម ស្ថានភាព ជំងឺ របស់ វា អញ្ចឹង ណា អញ្ចឹង ក្នុង វីដេអូ នេះ ហាក់ ដូច ជា វែង ឆ្ងាយ ដែរ ខ្ញុំ សូម បញ្ចប់ ប៉ុណ្ណឹង សម្រាប់ វីដេអូ ក្រោយ យើង នឹង ជួប គ្នា សារ ជា ថ្មី ម្ដង ទៀត នៅ ក្នុង វីដេអូ ជា ចំណេះដឹង ល្អៗ ផ្នែក សុខភាព ជា ច្រើន បន្ថែម ទៀត អញ្ចឹង ខ្ញុំ សូម អរគុណ សូម ជម្រាប លា